ពេលទៅដល់ជំរំជីដែនម៉ែពិតជាសែនរីករាយពេកកន្លងពីព្រោះនៅកន្លែងនោះយើងមានសុវត្ថិភាពច្រើនជាងមុនអ្វីដែលកាន់តែពិសេសយើងមានបាយហូបទឹកផឹកនិងកន្លែងគេងម៉ែសែនរំភើបចិត្តកន្លងកូនអើយម៉ែមិនដែលគិតថាយើងនឹងមានថ្ងៃនោះទេពីព្រោះមនុស្សជាច្រើនដេកស្លាប់គោក្នុងព្រៃប៉ុន្តែជាមួយគ្នាភាពរំភើបក៏បានបាត់បង់អស់រលីងពីក្នុងចិត្តរបស់ម៉ែមួយរំពេចហើយភាពឈឺចាប់ក៏បានរំរិតបេះដូងរបស់ម៉ែយ៉ាងតឹងដែនដោយសារតែម៉ែបានកលែងមើលទៅផ្ទះនៅជិតខាងឃើញគ្រួសាររបស់គេនៅជុំគ្នាទាំងឪពុកទាំងម្ដាយទាំងកូនទឹកភ្នែករបស់ម៉ែហូរចុះពីព្រោះមិនដឹងថាតារបស់ឯងពេលនោះស្លាប់ឬមួយក៏រស់នៅទេគាត់បាត់ដំណឹងសនជើងតាំងពីបែកគ្នាមកកូនអើយពេលនោះយកមាសរាប់ពាន់ម៉ឺនតនមកដូរក៏មិនអាចប្រៀបស្មើនឹងក្តីស្រឡាញ់និងដួងចិត្តនឹករលឹកចំពោះតារបស់ឯងមួយសប្តាហ៍ក្រោយមកមិនដឹងថាតាឯងតាក់ទងតាមរបៀបណាដើម្បីស្វែងរកពួកយើងនោះទេប៉ុន្តែអ្វីដែលម៉ែបានឃើញគឺតាឯងមកចូលនៅមុខផ្ទះម៉ែក៏រត់ទៅអបគាត់ទាំងទឹកភ្នែករំទួចចិត្តហើយគ្រួសារទាំងមូលក៏រំភើបខ្លាំងណាស់មួយយប់នោះយើងមិនគេងនោះទេយើងជជែកគ្នាដោយក្តីសោមនស្សរីករាយកូនអើយរហូតមកដល់ពេលនេះម៉ែបានទទួលអារម្មណ៍មួយផ្សេងទៀតក្នុងការជួបជុំដដែលប៉ុន្តែក្នុងនាមជាម្ដាយគេម៉ែពិតជាសែនរំភើបពេកប៉ុនកន្លងនៅពេលដែលបានឃើញវត្តមានរបស់កូននៅចំពោះមុខម៉ែជារៀងរាល់ថ្ងៃទោះបីជាមានពេលខ្លះម៉ែថាម៉ែនិយាយម៉ែស្ដីឲ្យរឿងច្រើនបន្តិចមែនប៉ុន្តែរូបម៉ែពិតជាស្រឡាញ់កូនហើយចង់ឃើញកូនជារៀងរាល់ថ្ងៃរហូតដល់ម៉ែអស់ជីវិតទៅកូនដឹងទេទោះបីជាម៉ែនៅជាមួយកូនតាំងតែពីកូនតូចរហូតដល់ធំប៉ុណ្ណាក៏ដោយក៏រូបម៉ែមិនដែលធន់នឹងកូនដែរម៉ែពិតជាមានក្តីសុខណាស់នៅពេលដែលម៉ែឃើញមុខមនុស្សម្នាក់ដែលជាដំណក់ឈាមរបស់ម៉ែជាមួយគ្នានេះដែរទោះបីមានកូនរបស់ម៉ែមួយចំនួនត្រូវឃ្លាតឆ្ងាយពីផ្ទះប៉ុន្តែម៉ែពិតជាសែនរំភើបខ្លាំងនៅពេលដែលកូនមកលេងម៉ែនៅពេលឈប់សម្រាកបន់ទៀនម្ដងម៉ែមិនដែលខឹងឬអអន់សប្បុនចិត្តជាមួយកូនតែកូនមិនសូវមកលេងម៉ែញឹកញាប់តែម៉ែពិតជាសប្បាយចិត្តដោយសារតែកូនបានញែកពេលវេលាដល់សែនរង្វាន់របស់កូនមកជួបម៉ែកូនអើយម៉ែពិតជាមានមោទនភាពចំពោះកូនម៉ែណាស់ដែលខិតខំរៀនខំប្រឹងធ្វើការដើម្បីជីវិតកូនដឹងទេនៅពេលដែលកូនមិនបានមកលេងផ្ទះហើយអ្នកចិត្តខាងសួរថាកូនមិនដែលឃើញមកលេងម៉ែតែងទៅអួតប្រាប់ពួកគេថាកូនម៉ែរវល់ណាស់មិនសូវមានពេលទំនេរច្រើនទេកូនសម្លាញ់ម្ដាយនេះជាអារម្មណ៍ពិតរបស់ម៉ែពេលដែលកូនទំនេរពីការសិក្សាឬការងារសូមកូននឹកឃើញម៉ែផងពេលវេលាចេះដើរទៅមុខឥតឈប់ឈរហើយណាកូនសម្លាញ់អើយម៉ែពិតជាមិនដឹងថានឹងនៅជាមួយកូនដល់ពេលណានោះទេមុនពេលដែលម៉ែចាក់ចេញទៅសូមកូនឧស្សាហ៍នឹកម៉ែផងបើកូនមិនអាចពិតរវល់ខ្លាំងមិនអាចមកលេងជួបជុំបានត្រឹមតែទេទូរស័ព្ទមកម៉ែក៏អស់ចិត្តសូមកូនលៃរកពេលមកជួបជុំគ្នាណាកូនម្ដាយមុននឹងពាក្យថានឹករបស់កូនម៉ែស្ដាប់ពេញលឺឬសំចិត្តបើប្រលឹងតើលុយកាក់មានប្រាក់សំខាន់ប៉ុណ្ណាតែវាមិនសំខាន់ដល់ការជួបជុំគ្រួសារយើងទេកូនត្រូវចាំថាពេលវេលារវល់ជាហេតុជាជំងឺមហារីកដំណាក់កាលចុងក្រោយដែលសែនខូខើដែលស៊ីរង្គៀលនៅសុភមង្គលរបស់យើងរីឯការជួបជុំគ្រួសារទោះបីវាវិសេសជាងមាសប្រាក់លុយកាក់និងអ្វីៗទាំងអស់